ជំរាបសួរពុកម៉ែបងប្អូនសម្រាប់ថ្ងៃនេះធ្វើមុខម្ហូបដែលចោះបាយបងប្អូនចាត្រីខចៀនជាមួយនឹងត្រសក់បងប្អូនឃើញអញ្ចឹងទេញ៉ាំបាយអស់អត់ដឹងខ្លួនទេបងប្អូននិយាយពីញ៉ាំបាយមួយចានហើយថែមមួយចានទៀតចាងាយប៉ុន្តែញ៉ាំបាយឆ្ងាញ់បងប្អូនយូរយើងញ៉ាំម្ដងណាឆ្ងាញ់មែនទែនចាចំពោះថ្ងៃនេះគឺខ្វះអន្លក់ទៀតមានតែត្រសក់អញ្ចឹងឆាញ៉ាំតែជាមួយត្រសក់តែម្ដងទៅបងប្អូនគិតច្រើនអីបើរំហូបអត់បានរៀងយប់ដែរហើយដល់ពេលអញ្ចឹងទៅក៏ឆាត្រីខញ៉ាំជាមួយនឹងត្រសក់រួចមកពេលបងប្អូនចាអត់មានអីពិបាកទេចាសម្រាប់វិធីធ្វើគឺស្រួលទេបងប្អូនចាមុនដំបូងគឺយើងបំពងខ្ទឹមនឹងឲ្យឡើងឈ្ងុយបន្តិចហើយគឺយើងចាក់ត្រីខចូលបន្ទាប់ពីចាក់ត្រីខចូលបងប្អូនកុំភ្លេចដាក់ទឹកបន្តិចហងកុំឲ្យត្រីខនោះវាខ្ទាតនៅពេលដែលយើងដាក់ទឹកទៅត្រីខនឹងអត់ខ្ទាតទេបងប្អូនបន្ទាប់មកយើងចាប់ផ្ដើមដាក់គ្រឿងក្រូចដូចជាដាក់អំបិលនឹង2 ស្លាបព្រាកាហ្វេហើយនឹងប៊ីចេងនឹងម្សៅស៊ុបនឹង2 ស្លាបព្រាកាហ្វេដែរហើយបន្ទាប់មកខ្ញុំដាក់ម្សៅស៊ុបខ្នុរនឹងគឺដាក់2 ស្លាបព្រាកាហ្វេដូចគ្នាបន្ទាប់មកដាក់ស្ករសនឹងគឺចំនួន2 ស្លាបព្រាបាយបងប្អូនចាពួកឯងចូលចិត្តរាងផ្អែមបន្តិចចាដាក់ចូលកូរវាឲ្យសព្វអញ្ចឹងណាពួកឯងខ្ញុំថែមអំបិលដល់ពេលអញ្ចឹងដាក់ស្ករឲ្យរាងច្រើនបន្តិចចាកូរឲ្យវារាងបែកបន្តិចខ្ញុំចូលចិត្តឲ្យរាងបែកដើម្បីឲ្យវាចូលជាតិបងប្អូនចាតមកកូរត្រឡប់ឲ្យវាបែកតែបន្តិចទៅឲ្យវារាងពុះបន្តិចគឺឆ្អិនហើយបងប្អូនភ្លក់តាមចំណង់ចំណូលចិត្តចាឡូវគឺឆ្អិនល្មមដួសដាក់ចានយកទៅញ៉ាំបានហើយរួចរាល់ហើយបងប្អូនអត់មានអីពិបាកងាយស្រួលហើយឆ្ងាញ់អស់បាយពីឆ្នាំងលីងញ៉ាំលេងសោះអស់បាយពីឆ្នាំងដែរបងប្អូនចាមុខម្ហូបស្រួលធ្វើហើយញ៉ាំបាយឆ្ងាញ់ចាបន្ទាប់ជាមួយលក់ត្រសក់បែបនេះមកគឺឆ្ងាញ់តែម្ដងបងប្អូនចាបងប្អូនមកញ៉ាំបាយជាមួយខ្ញុំគឺមកខ្ញុំថ្ងៃហ្នឹងមានតែប៉ុណ្្នឹងឯងអត់មានអីច្រើនទេគឺត្រីខ2កំប៉ុងជាមួយនឹងត្រសក់4ផ្លែញ៉ាំបាយរួចមួយពេលអរគុណច្រើនបងប្អូនមុខម្ហូបខ្ញុំមានថ្ងៃហ្នឹងមានតែប៉ុណ្្នឹងឯងបងប្អូនអរគុណជម្រាបលាសម្រាប់ការមើលវីដេអូរបស់ខ្ញុំជួបគ្នានៅថ្ងៃស្អែកទៀតណាបងប្អូនជួយ like ជួយ share comment ឲ្យម្នាក់មួយផងបងប្អូនអរគុណច្រើនជម្រាបលា